សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំនឹងនាំបងប្អូនធ្វើដំណើរទៅកាន់តំបន់ព្រៃកោងកាងដើម្បីទៅយកខ្យងផ្លិតដែលជារបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋមួយចំនួននៅតំបន់ឆ្នេរដូចដែលបងប្អូនកំពុងឃើញនៅខាងមុខនេះយើងកំពុងធ្វើដំណើរតាមទូកឆ្លងកាត់ផ្ទៃទឹកដ៏ធំល្វឹងល្វើយស្រួលនោះទេអ្នកដែលធ្វើការងារនេះត្រូវមានបទពិសោធន៍និងស្គាល់ទីតាំងដែលមានខ្យងផ្លិតច្រើនជាពិសេសត្រូវស៊ូទ្រាំនឹងកម្ដៅថ្ងៃភក់និងសត្វល្អិតផ្សេងនៅក្នុងព្រៃឥឡូវនេះយើងកាន់តែខិតជិតដល់គោលដៅហើយពីចម្ងាយបងប្អូនអាចមើលឃើញដើមកោងកាងដុះជាជួរយ៉ាងក្រាស់ទេសភាពបែបនេះពិតជាពិបាករកឃើញនៅតំបន់ផ្សេងនៅពេលទៅដល់កន្លែងរកខ្យងផ្លិតអ្នកស្រុកនឹងចុះពីលើទូកហើយដាក់ចូលទៅក្នុងតំបន់ភក់ពេលខ្លះភក់ជ្រៅដល់ជង្គង់ឬខ្លះអាចជ្រៅជាងនេះទៀតដូច្នេះការធ្វើដំណើរនៅទីនោះត្រូវប្រុងប្រយ័ត្នជានិច្ចខ្យងផ្លិតភាគច្រើនជាប់នៅតាមរស្កោងកាងឬនៅលើដីភក់អ្នករកខ្យងត្រូវសង្កេតមើលដោយយកចិត្តទុកដាក់ទើបអាចរកឃើញបានច្រើនបទពិសោធន៍គឺជាចំណុចសំខាន់ណាស់សម្រាប់ការងារបែបនេះបងប្អូនអាចស្រមៃបានថាការងារនេះទាមទារកម្លាំងនិងការអត់ធ្មត់ខ្លាំងប៉ុន្តែសម្រាប់អ្នកស្រុកវាជាមុខរបរមួយដែលជួយផ្គត់ផ្គង់ជីវភាពគ្រួសារនិងបង្កើតចំណូលប្រចាំថ្ងៃក្រៅពីការរកខ្យងផ្លិតតំបន់ព្រៃកោងកាងក៏មានធនធានធម្មជាតិជាច្រើនផ្សេងទៀតដែរដូចជាក្តាមបង្គាត្រីនិងសត្វទឹកផ្សេងទាំងនេះសុទ្ធតែជាប្រភពចំណូលសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់នៅពេលយើងមើលឃើញសកម្មភាពបែបនេះវាធ្វើឲ្យយើងយល់កាន់តែច្បាស់អំពីការខិតខំប្រឹងប្រែងរបស់អ្នកស្រុកក្នុងការរកស៊ីចិញ្ចឹមជីវិតរាល់អាហារដែលយើងទទួលទានសុទ្ធតែកើតចេញពីការខិតខំរបស់មនុស្សជាច្រើនបងប្អូនឲ្យបរិស្ថានធម្មជាតិគឺមានតម្លៃខ្លាំងណាស់ប្រសិនបើយើងមិនជួយថែរក្សាព្រៃកោងកាងទេនោះចំនួនខ្យងផ្លិតនិងសត្វទឹកផ្សេងក៏អាចខូចចុះបានដែរដូច្នេះសូមចូលរួមការពារធម្មជាតិទាំងអស់គ្នាពេលវេលាកន្លងទៅយ៉ាងលឿនហើយការប្រមូលខ្យងផ្លិតក៏ទទួលបានលទ្ធផលគួរជាទីពេញចិត្តផងដែរបន្ទាប់ពីប្រមូលបានគ្រប់គ្រាន់អ្នកស្រុកនឹងរៀបចំដាក់ក្នុងធុងឬកន្ត្រកដើម្បីយកទៅលក់នៅទីផ្សារចំពោះបងប្អូនដែលមិនធ្លាប់បានឃើញសកម្មភាពបែបនេះពីមុនមកខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់ជាចំណេះដឹងនិងបទពិសោធន៍ថ្មីដល់បងប្អូនទេសភាពផ្លូវទឹកព្រៃកោងកាងនិងជីវភាពរស់នៅរបស់អ្នកស្រុកគឺជាផ្នែកមួយនៃសម្រស់ធម្មជាតិនិងវប្បធម៌ដែលគួរឲ្យស្រឡាញ់ក្រោយពីចំណាយពេលប្រមូលខ្យងផ្លិតអស់ជាច្រើនម៉ោងពេលនេះពួកយើងក៏បានធ្វើដំណើរត្រឡប់មកវិញហើយទោះបីជាមានភាពនឿយហត់បន្តិចក៏ដោយក៏គ្រប់គ្នាមានអារម្មណ៍សប្បាយរីករាយព្រោះទទួលបានផលតាមការរំពឹងទុកនៅតាមផ្លូវត្រឡប់មកវិញនេះបងប្អូនអាចមើលឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតជុំវិញផ្ទៃទឹកខ្យល់បក់ត្រជាក់និងរលកទឹកតូចធ្វើឲ្យការធ្វើដំណើរកាន់តែមានអារម្មណ៍ស្រួលថ្ងៃនេះយើងមិនត្រឹមតែបានខ្យងផ្លិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ល្អនិងបានឃើញជីវភាពរស់នៅពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងតំបន់ព្រៃកោងកាងផងដែរបន្ទាប់ពីប្រមូលបានខ្យងផ្លិតរួចហើយពួកយើងក៏ចាប់ផ្ដើមបកយកសាច់ខ្យងដើម្បីត្រៀមយកទៅលក់នៅទីផ្សារការបកសាច់ខ្យងត្រូវការភាពអត់ធ្មត់និងជំនាញព្រោះត្រូវធ្វើដោយប្រុងប្រយ័ត្នដើម្បីឲ្យបានសាច់ស្អាតនិងមានគុណភាពល្អសាច់ខ្យងផ្លិតដែលបកបានអាចយកទៅធ្វើម្ហូបបានច្រើនមុខហើយក៏មានតម្រូវការល្អនៅលើទីផ្សារផងដែរនេះគឺជាប្រភពចំណូលមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរទោះបីជាការងារនេះមានការលំបាកនិងចំណាយពេលវេលាច្រើនក៏ដោយប៉ុន្តែគ្រប់គ្នានៅតែខិតខំប្រឹងប្រែងដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារពួកយើងក៏ចាប់ផ្ដើមបកយកសាច់ខ្យងដើម្បីត្រៀមយកទៅលក់នៅទីផ្សារការបកសាច់ខ្យងត្រូវការភាពអត់ធ្មត់និងជំនាញព្រោះត្រូវធ្វើដោយប្រុងប្រយ័ត្នដើម្បីឲ្យបានសាច់ស្អាតនិងមានគុណភាពល្អសាច់ខ្យងផ្លិតដែលបកបានអាចយកទៅធ្វើម្ហូបបានច្រើនមុខហើយក៏មានតម្រូវការល្អនៅលើទីផ្សារផងដែរនេះគឺជាប្រភពចំណូលមួយសម្រាប់ប្រជាពលរដ្ឋនៅតំបន់ឆ្នេរទោះបីជាការងារនេះមានការលំបាកនិងចំណាយពេលវេលាច្រើនក៏ដោយប៉ុន្តែគ្រប់គ្នានៅតែខិតខំប្រឹងប្រែងដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារថ្ងៃនេះពួកយើងទទួលបានលទ្ធផលគួរជាទីពេញចិត្តហើយសង្ឃឹមថាសាច់ខ្យងផ្លិតដែលបានបករួចនឹងលក់បានតម្លៃល្អសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះហើយកុំភ្លេចចុច like share និង subscribe Channel Naturecom Cambodia ដើម្បីគាំទ្រផងសូមអរគុណ